របៀបបង្កើត Gmail តាមទូរស័ព្ទដៃឆ្នាំ2026ជាដំបូងបងប្អូនចូលកម្មវិធី Chrome ហើយបងប្អូនចុចពាក្យ search មកបងប្អូនវាយពាក្យ create Gmail account បន្ទាប់មកចុចយកពាក្យខាងលើគេហើយចុចពាក្យ create account ហ្នឹងមកបន្ទាប់មក scroll ឡើងលើហើយចុចពាក្យ create ហើយយកពាក្យបង្កើតគណនីបងប្អូនចុចតាមខ្ញុំមករួចហើយបងប្អូនបញ្ចូលឈ្មោះរបស់ខ្លួនឯងតាមដែលបងប្អូនស្រឡាញ់ហើយយើងចុចពាក្យបន្ទាប់មកយើងសូមបញ្ចូលថ្ងៃខែឆ្នាំកំណើតរបស់ខ្លួនឯងហើយបញ្ចូល page ហើយចុចពាក្យថាបន្ទាប់ដល់ត្រង់នេះសូមបងប្អូនបញ្ចូល email ហើយចុចពាក្យថាបន្ទាប់យើងបញ្ចូល password របស់យើងមកហើយចុច next បញ្ចូលលេខទូរស័ព្ទ verify ហើយចុច next បញ្ចូលលេខកូដចំនួន6ខ្ទង់ពីសាររបស់យើងបញ្ចូលរួចយើងចុច next ត្រង់កន្លែងនេះយើងអាច skip បានកន្លែងនេះក៏យើងអាច skip បានដែរអូខេមកដល់ត្រង់នេះយើងចុច next ទៀតហើយយើង scroll ឡើងលើឲ្យផុតមកយើងយកពាក្យ I agree ការបង្កើត Gmail របស់យើងគឺបាន 100% ជោគជ័យបងប្អូនអាចធ្វើតាមវីដេអូនេះបានអរគុណ